សម្រាប់បងដែលប្រើ Wi-Fi ហើយនៅផ្ទះអាសាដាច់ភ្លើងបងខ្ញុំណែនាំមកប្រើ board UPS នេះមួយយើងដាច់ភ្លើងអញ្ចឹង Wi-Fi យើងអាចដាច់ទេថា board នេះមានថ្មក្នុងស្រាប់អានេះពីដើមវាមកគឺមកតែ board ចេះទេប៉ុន្តែខ្ញុំ design ជាប្រអប់ជាអីអញ្ចឹងស្រួលយើងចាប់យើងអីអញ្ចឹងហើយយើងមានភាពខ្សែនេះដើម្បីយើងដោតទៅដោយ Wi-Fi យើងនេះហើយដល់ពេលយើងដាច់ភ្លើងឧទាហរណ៍ណាអានេះយើងដោតចោលជាមួយ Type C ខាងសាប់យើងក៏បាន Power bank យើងក៏បានយើងដាច់ភ្លើងមកអត់អញ្ចឹងអានេះនៅដំណើរការហើយ Wi-Fi យើងនៅលោតដដែលអញ្ចឹងវាអត់ធ្វើឲ្យ Wi-Fi យើងលោតឬក៏អីទេមានថ្មពីរគ្រាប់ក្នុងយើងអាចដាក់ប្រហែលមីលីអាំពែក៏បានដែរតែក្នុងហ្នឹងគេរីកមិនឲ្យ2000មីលីអាំពែឡើងអញ្ចឹងណាបងហើយបើសិនជាយើងដាក់ដល់3500អាហ្នឹង2ម៉ោងបានវាអស់ថ្មក្នុងហ្នឹងហើយសម្រាប់បងដែលត្រូវការទាំងប្រអប់ទាំង board ទាំងខ្សែហ្នឹងតែ$6ទេហើយថ្មបងអាចយកទៅដាក់ខ្លួនឯងបានថ្ម18650បើសិនជាបងទិញថ្មខ្ញុំទៅក៏បានដែរខ្ញុំមានថ្ម3500ហ្នឹងបោះ Panasonic មួយគ្រាប់$3អញ្ចឹងបងដាក់2គ្រាប់ទៅថែម$6ទៀតអញ្ចឹងណាអញ្ចឹងបងត្រូវការ UPS ការពារដាច់ភ្លើង Wi-Fi យើងមិនឲ្យវាលុតពីអីអញ្ចឹងអាចតាក់ទងខាង Let's Store បានបងឥឡូវយើងមានលក់អី